Elon Musk ប្រាប់អ្នកគាំទ្រថាល្បឿនអ៊ីនធឺណិត Starlink នឹងដំឡើងពី150ដល់300 មេហ្គាបៃតក្នុងមួយវិនាទីនាយកប្រតិបត្តិរបស់ក្រុមហ៊ុន SpaceX និងរថយន្តអគ្គិសនី Tesla លោក Elon Musk បានបង្ហោះសារលើបណ្ដាញសង្គម Twitter ដោយប្រាប់អ្នកគាំទ្រថាក្រុងនឹងបង្កើនល្បឿនអ៊ីនធឺណិត Starlink និងដំឡើងឲ្យបានចាប់ពី150ដល់300 មេហ្គាបៃតក្នុងមួយវិនាទីនៅក្នុងឆ្នាំនេះទោះជារកស៊ីក្រោយគេ Elon Musk ប្រកាសថាអាជីវកម្មផ្គត់ផ្គង់សេវាអ៊ីនធឺណិត Starlink ទទួលបានការចុះឈ្មោះប្រើប្រាស់ជាង 10,000 នាក់ទាំងនៅអាមេរិកនិងប្រទេសកាណាដាត្រឹមតែរយៈពេល6ខែប៉ុណ្ណោះ Elon Musk ធ្លាប់បានប្រាប់ពីគោលបំណងគឺដើម្បីផ្គត់ផ្គង់សេវាអ៊ីនធឺណិតនៅតំបន់ដាច់ស្រយាលនិងព្រំដែនអាមេរិកឲ្យទទួលបានសេវាកម្មអ៊ីនធឺណិតល្បឿនលឿនក្នុងការស្រាវជ្រាវនិងការប្រើប្រាស់នានារំលឹកផងដែរថាអាជីវកម្មផ្កាយរណប Starlink របស់ក្រុមហ៊ុន SpaceX ទើបតែទទួលបានអាជ្ញាប័ណ្ណជាផ្លូវការកាលពីខែតុលាឆ្នាំ2020តែប៉ុណ្ណោះដោយបាញ់បង្ហោះផ្កាយរណបចំនួន 11,943 គ្រឿងបន្ទាប់ពីជោគជ័យលើការបាញ់បង្ហោះនេះ Starlink ផ្ដល់ជូនកញ្ចប់សេវាសាកល្បង$99ក្នុងមួយខែជាមួយនឹងល្បឿនអ៊ីនធឺណិត100 មេហ្គាបៃតក្នុងមួយវិនាទីបើអ្នកជ្រើសរើសយកកញ្ចប់ Starlink Kit តម្លៃ$499លោកអ្នកនឹងទទួលបាន Internal User និង Wi-Fi router ដើម្បីភ្ជាប់ទៅកាន់ផ្កាយរណបសម្រាប់ល្បឿន download ពី50ទៅ150 មេហ្គាបៃតក្នុងមួយវិនាទីប្រភេទ Unlimited Data Starlink ក៏បានក្លាយទៅជាផ្កាយរណបចុងក្រោយគេបង្អស់ដែលបង្ហោះចូលទៅក្នុងគន្លងតារាវិថីកម្រិតទាបបំផុតចន្លោះពី550ទៅ570គីឡូម៉ែត្រពីផ្ទៃផែនដីដែលរយៈកម្ពស់នេះកំពុងមានជម្លោះជាមួយនឹងលោក Jeff Bezos នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon បានចុះបញ្ជីជាមួយ XCC លើអាជីវកម្មបាញ់បង្ហោះផ្កាយរណបនេះដែរ